តកម្មយ៉ាងម៉េចយុគនេះខ្ញុំសូមជម្រាបថាណែបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយណែបានទុកពាក់អ្វីខ្លះណែនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់ណែក៏ណែក្បត់អញ្ចឹងណែមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះព្រោះរឿងវាបានកើតឡើងអញ្ចឹងណាណែគួរតែបដៅកូនរបស់ណែទៅហើយកូនស្រីរបស់ណែគួរតែត្រូវបានគេហៅថាណែសូម្បីតែគ្នារបស់ណែក្បត់ទៅហើយតើជាមួយខ្ញុំណែហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបាន5តាមមនុស្សម្នាក់ថាដូរអនុចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបណែខ្ញុំបានប្រាប់ទៅណែវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយណែរងចាំមើលទៅនៅលទ្ធផលហើយទន្ទឹមនឹងនេះយើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃអង្គសមាជព្រឹទ្ធសភានិងរដ្ឋសភាដឹកនាំដោយសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ដោយបានសម្រេចជាឯកច្ឆន្ទជ្រើសយកច្បាប់អន្តរជាតិដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយនាំយកតំបន់កំពុងតានតឹងចំនួន4ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនឲ្យចប់ជាស្ថាពរជូនប្រជាពលរដ្ឋខ្មែរចំនួននេះនិងចំនួនក្រោយទៀតយើងខ្ញុំទាំងអស់គ្នាសូមបដិញ្ញាចិត្តអនុវត្តតាមអនុសាសន៍និងការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិនិងប្រជាជនការពារបូរណភាពទឹកដីការពារអធិបតេយ្យភាពជាតិការពារផលប្រយោជន៍ជាតិនិងយកជ័យជំនះលើចោរសៀមឈ្លានពានឲ្យបានជាដាច់ខាតយើងខ្ញុំទាំងអស់គ្នាសូមបួងសួងនៅវត្ថុស័ក្តិសិទ្ធិក្នុងលោកបារមីលោកតាឌីបារមីលោកឪសួងសូមជួយបីបាច់ថែរក្សាសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីព្រមទាំងក្រុមគ្រួសារសូមសំប្រកបដោយពុទ្ធពរនិងពរជ័យទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកុំបីឃ្លានឃ្លាតឡើយខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5មេត្តាមានប្រសាសន៍សំណេះសំណាលដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពអញ្ជើញសម្ដេចដំបូងខ្ញុំសូមគោរពបរិយាជគុណនៅនេះដែរថ្វាយបង្គំបរិយាជគុណព្រះសង្ឃគ្រប់អង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំកាលណាខ្ញុំរួមជាមួយនឹងគណៈដឹកនាំផ្សេងទៀតបានមកកាន់ទីនេះថ្ងៃមុននាយករដ្ឋមន្ត្រីក៏បានមកជួបបងប្អូននៅទីនេះឥឡូវនេះឪពុកនាយករដ្ឋមន្ត្រីក៏មកដល់ទីនេះផងដែរដើម្បីជួបទៅគ្រប់បើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីទៀតក៏ដោយក៏ប៉ុន្តែខ្ញុំនៅតែមានការទទួលខុសត្រូវក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់ហើយដំបូងនេះអនុញ្ញាតឲ្យខ្ញុំបានពំនាំនៅព្រះរាជបណ្ដាំសាសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈនិងសម្ដេចម៉ែព្រះមេដាជាតិជាទីសក្ការៈចំពោះបងប្អូនជុំរួមជាតិទាំងអស់ដែលបានភៀសសឹក
មកកាន់ទីនេះព្រះមហាក្សត្ររបស់យើងព្រះមេដាជាតិរបស់យើងប្រងតែងតែគិតគូរខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ពក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែនព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គដើម្បីគាំទ្រមរលកងទ័ពនៅឯជាយដែនក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដីព្រះអង្គក៏ធ្លាប់បានបញ្ជូននៅក្រុមរបស់ជំនួយក្រុមរបស់ព្រះបរមរាជវាំងមកប្រើប្រាស់ជំនួយនៅទីនេះផងដែរខ្ញុំមកទីនេះគឺពិតជានឹកឃើញទៅដល់អ្វីដែលហៅថាសន្តិភាពអ្វីទៅដែលហៅថាសង្គ្រាមខ្ញុំថ្ងៃនេះពិតជាអាណោយអាធម្មនឹកឃើញទៅដល់រឿងអតីតកាលដ៏ជូរចត់របស់យើងប៉ុន្តែមិននឹកស្មានថាអតីតកាលរបស់យើងប្រកបទៅដោយការឈឺចាប់នោះវាបានវិលត្រឡប់មកវិញតាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាងរបស់យើងដែលយើងគ្មានអ្វីដែលជាការប៉ងប្រាថ្នាក្រៅពីការធ្វើជាមិត្តភាពនិងធ្វើជាអ្នកជិតខាងល្អនោះទេនេះហើយដែលជាទង្វើដែលសូមឲ្យអន្តរជាតិត្រូវមើលឲ្យឃើញថាតើប្រទេសកម្ពុជាឬថៃអ្នកណាឈ្លានពានអ្នកណាតើថៃមានបានជំនះប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេតើថៃមានបានជំនះមានជនភៀសឹកដោយសារកម្ពុជាឈ្លានពានទេនៅទីនេះគឺជាសាក្សីរស់សម្រាប់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃទើបនាំដល់ទៅការមានជនភៀសឹកមករស់នៅទីនេះដែលជារឿងជាអកុសលហើយសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌និងនិយមសន្តិភាពមើលឃើញឲ្យបានច្បាស់នៅទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃយើងប្រាថ្នាធ្វើជាមិត្តប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដីរបស់យើងឆ្នាំ2008តទល់គ្នារហូតដល់ឆ្នាំ2011ខាងផ្លូវយោធានិងតទល់គ្នាតាមផ្លូវច្បាប់រហូតដល់ឆ្នាំ2013ខ្ញុំនឹកស្មានថាសង្គ្រាមនេះបញ្ហានេះវាត្រូវបានបញ្ចប់តាមរយៈនៃការក្តីក្តាំនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេតាមរយៈការបកស្រាយសាលក្រមតុលាការនោះរួចស្រេចទៅហើយក្នុងរយៈពេលជិត10ឆ្នាំពីឆ្នាំ2014រហូតមកទល់2023និង2025នេះយើងពុំមានរឿងអ្វីកើតឡើងនោះទេពេលនោះខ្លួនខ្ញុំធ្វើជានាយករដ្ឋមន្ត្រីខ្ញុំធ្វើការយ៉ាងល្អជាមួយនឹងប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីរបស់ថៃគ្មានរឿងអ្វីកើតឡើងទេបន្តទៅយើងធ្វើការមួយរយៈជាមួយនាយករដ្ឋមន្ត្រីបន្តមកទៀតក៏គ្មានរឿងអ្វីកើតឡើងដែរក៏ប៉ុន្តែជាអកុសលនាយករដ្ឋមន្ត្រីថ្មីដែលបានកើតឡើងប្រហែលខែមុននេះបែរជាកើតរឿងដ៏អកុសលនៅទីនេះថ្ងៃស្អែកខ្ញុំនឹងនិយាយទៅកាន់ពលរដ្ឋកម្ពុជាក៏ដូចជានិយាយទៅកាន់ប្រជាជនថៃអំពីរឿងនេះតើប្រវត្តិ
នៃទំនាក់ទំនងឡើងចុះរវាងកម្ពុជានិងថៃបែបណាហើយខ្ញុំនឹងផ្សាយបន្តផ្ទាល់ដើម្បីជូនសារទៅកាន់ប្រជាជនកម្ពុជានិងជូនសារទៅកាន់ប្រជាជនថៃដែលភាគច្រើនលើសលប់ក៏ស្រឡាញ់សន្តិភាពដូចជាយើងដែរខ្ញុំមិននឹកស្មានថាគ្រួសារមួយដែលខ្ញុំបានជួយចំពោះពួកគេបែរជាឡើងធ្វើនាយករដ្ឋមន្ត្រីគឺបង្កើតឡើងនៅរឿងបែបនេះសូម្បីតែខ្លួនអះអាងថាម្ដងមានអំណាចម្ដងអត់អំណាចហើយស្អែកខ្ញុំនឹងនិយាយរឿងនេះខ្ញុំពិតជាមានការសោកស្ដាយជាមួយនឹងអ្វីដែលបានកើតឡើងតែវាមិនគួរកើតដំណាក់កាលដែលខ្ញុំក៏គួរតែបញ្ជាក់ថានៅពេលដែលខ្ញុំបញ្ចប់សង្គ្រាមដឹកនាំបញ្ចប់សង្គ្រាមតាមរយៈនៃនយោបាយឈ្នះឈ្នះជាមួយនឹងការដាក់ចេញនៃយុទ្ធសាស្ត្រត្រីកោណខ្ញុំដាក់ចេញនៅគោលដៅ2សំខាន់គោលដៅទី1គឺប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍដូច្នេះហើយបានជាយើងកសាងភូមិកសាងផ្ទះជូនក្រុមគ្រួសារទាហានរបស់យើងជូនគ្រួសារផ្ដល់ដីធ្លីជូនប្រជាជនយើងនៅតាមតំបន់ចុងកាត់បាត់យករាប់ទាំងតាមព្រំដែនកម្ពុជាថៃព្រំដែនកម្ពុជាវៀតណាមព្រំដែនកម្ពុជាឡាវផងដែរយើងចង់បានគោលដៅនោះគឺប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងគ្រាការពារអតីតកាលហើយទៅជាតំបន់អភិវឌ្ឍយើងធ្វើកិច្ចការងារនេះបានច្រើនណាស់ទៅហើយអ្នកទាំងអស់គ្នាដែលមិនធ្លាប់មកនៅទីនេះបានមកនៅទីនេះដោយសុខសប្បាយប៉ុន្តែជាអកុសលមានរឿងនេះកើតឡើងហើយគោលដៅទី2របស់ខ្ញុំបានដាក់ចេញនៅពេលនោះគឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍនេះជាគោលដៅសំខាន់ដែលខ្ញុំដាក់ចេញកាលពីឆ្នាំ1998ឥឡូវមកដល់ពេលនេះវាជិត30ឆ្នាំហើយយើងសម្រេចបាននៅលទ្ធផលល្អប្រសើរប៉ុន្តែជាអកុសលការឡើងចុះក្នុងទំនាក់ទំនងរវាងកម្ពុជាថៃវាក៏ចំណុះទៅលើហេរយាប័តនៃមេដឹកនាំនៅទីក្រុងបាងកកហើយស្អែកខ្ញុំនឹងជូនសារប្រាប់ទៅក្មួយស្រីខ្ញុំហៅតែក្មួយស្រីទៅចុះខ្ញុំមិនប្រមាថទេប៉ុន្តែខ្ញុំហៅលោកជំទាវទៅចុះថាជូនសារទៅហេតុអីបានជាមានរឿងនេះកើតឡើងមានរឿងអីកើតឡើងហើយសូម្បីតែថ្ងៃនេះខ្ញុំមិញហ្នឹងខ្ញុំបង្ហោះ Facebook មួយចេញមិនដឹងថាទីនេះខ្ញុំបង្ហោះ Facebook មួយចេញខ្ញុំមកគេយកទៅកន្លែងភ្លាមថាខ្ញុំបានដកតួនាទីអគ្គបញ្ជាការកងទ័ពហើយឡើងកាន់អគ្គបញ្ជាការខ្លួនឯងដើម្បីទាមវាយថៃខ្ញុំបានឆ្លើយតបថាខ្ញុំមកសួរសុខទុក្ខខ្ញុំមិនឆ្លើយតបទេក៏ប៉ុន្តែខ្ញុំបានរំលឹកទៅអ្វីដែលពួកគេនិយាយរឿងបែបនេះក៏គេធ្វើទៅកើតតែនៅទីនេះក៏កំពុងតែផ្សាយចេញផ្ទាល់ដែរខ្ញុំបានមកកាន់ទីនេះគឺខ្ញុំមកបើទោះបីជាខ្ញុំមិនចេញបញ្ជាតបទេអ្នកដែលមានសិទ្ធិបញ្ជាតបពេលនេះគឺនាយករដ្ឋមន្ត្រីដែលមកសួរសុខទុក្ខបងប្អូនប្រហែលថ្ងៃមុននេះដែលជាកូនប្រុសរបស់ខ្ញុំនិយាយអញ្ចឹងទៅចុះជាកូនប្រុសរបស់ខ្ញុំ
អ្នកដែលមានសិទ្ធិបញ្ជាតបគឺនាយករដ្ឋមន្ត្រីការពារជាតិនិងអគ្គបញ្ជាការកងទ័ពប៉ុន្តែខ្ញុំមានភារកិច្ចទទួលខុសត្រូវមួយក្នុងឋានៈជាពលរដ្ឋឬក្នុងឋានៈជាមេដឹកនាំខ្ញុំជាមនុស្សទី2បន្ទាប់ពីព្រះមហាក្សត្រមកគឺប្រធានព្រឹទ្ធសភានោះឯងដែលជាមេដឹកនាំរបស់ប្រទេសតើខ្ញុំមានការចាំបាច់ដើម្បីទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេសូម្បីតែអំណាចនាយករដ្ឋមន្ត្រីដែលខ្ញុំធ្លាប់កាន់38ឆ្នាំក៏ខ្ញុំលះបង់ខ្ញុំតែងតាំងអគ្គបញ្ជាការទ័ពខ្ញុំតែងតាំងមេជើងគោកឬក៏មេជើងអាកាសមេជើងទឹកតើមានការចាំបាច់ណាមួយដើម្បីឲ្យខ្ញុំត្រូវកាន់កងទ័ពអគ្គបញ្ជាការកងទ័ពខ្លួនឯងនេះបើសូម្បីតែតំណែងនាយករដ្ឋមន្ត្រីក៏ខ្ញុំសុខចិត្តចោលគ្មានការចាំបាច់ទេបងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំថាហៅខ្ញុំថាជាអគ្គភស្តុភារជាន់ខ្ពស់ខ្ញុំក៏ទទួលយកដោយការពេញចិត្តដើម្បីផ្គប់ផ្គង់កងទ័ពវាយចោលជាពីសម្លេងរបស់ហ៊ុនសែនគឺជាសម្លេងជាតិរបស់កម្ពុជាជាមេដឹកនាំនៅក្នុងការលើកគោលនយោបាយយុទ្ធសាស្ត្រការពារជាតិដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជនហ៊ុនសែនបានដឹកនាំប្រទេសនេះចូលរួមដឹកនាំនិងដឹកនាំប្រទេសនេះរយៈពេលជិតកន្លះសតវត្សទៅហើយដោយតែគ្មានការចាំបាច់ណាដើម្បីឲ្យខ្ញុំទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងនោះទេឥឡូវនេះឧត្តមសេនីយ៍នៅខាងក្រោយទាំងប្រមាណពួកគេតែងតែគោរពនិងផ្ដល់តម្លៃដល់ខ្ញុំក្នុងឋានៈជាមេដឹកនាំរបស់ពួកគេខ្ញុំមិនមែនត្រឹមតែជាមេតបទេក៏ប៉ុន្តែគឺជាអ្នកបង្កើតតបដើម្បីវាយប៉ុលពតកាលពីដើមហេតុអ្វីទៅបានជាអ្នកឯងមកបំផន់ត្រឹមតែប៉ុណ្ណឹងអ្នកឯងបំផន់ខ្ញុំសូមជូនសារទៅអ្នកឯងសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907ណែឯងត្រូវតែគោរពបើណែឯងមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែឯងចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែឯងត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដូច្នេះបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជាឥឡូវសូម្បីតែអ្នកទៅនឹងកូនខ្ចីអ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះមនុស្សចាស់ជនពិការក៏មកកាន់ទីនេះតើប្រជាជនកម្ពុជាចង់បានទេយើងអត់ចង់បានទេខ្ញុំជឿជាក់ថាប្រជាជនថៃក៏មិនចង់បានដែរក៏ប៉ុន្តែមានជនល្មោកសង្គ្រាមមួយកុំតូចដែលចង់ធ្វើរឿងនេះជំលោះនយោបាយនៅឯបាងកកបានផ្ទេរជំលោះមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់អ្នកឯងទេថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯងសូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏អ្នកឯងផ្ដាំមកខ្ញុំដែរអ្នកឯងសូម្បីតែគ្នារបស់អ្នកឯងក្បត់ទៅហើយតើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបានផ្ដាំតាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបណែឯងខ្ញុំបានប្រាប់ទៅណែឯងវិញថា
ដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយណែឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើណែឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលណែឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ណែឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់ណែឯងបដៅកូនរបស់ណែឯងនោះបដៅកូនរបស់ណែឯងណែឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែណែឯងកុំផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំទទួលខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយជាតិនឹងជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានជំពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណែឯងជំពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មើភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជែកគ្នាតែប៉ុណ្្នឹងទេតែណែយល់ទេហើយបើណែចង់បានបន្ថែមណែឆ្លើយតបយុគនឹងដើម្បីខ្ញុំប្រមូលព័ត៌មានហើយខ្ញុំវាយមកចានចេញនៅថ្ងៃខ្ញុំអាចពជាពេលធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីខ្ញុំនិយាយខ្ញុំអាចយកពេល4ទៅ5ម៉ោងដើម្បីនឹងនិយាយរឿងនេះហើយផ្សាយបន្តតែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែបញ្ចេញបន្តិចដើម្បីរងចាំមើលឯងប្រតិកម្មយ៉ាងម៉េចយប់នេះខ្ញុំសូមជម្រាបថាណែឯងបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយណែឯងបានពឹកពាក់អ្វីខ្លះណែឯងនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់ណែឯងក៏ណែឯងក្បត់អញ្ចឹងណែឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះព្រោះរឿងវាបានកើតឡើងអញ្ចឹងណាណែឯងគួរតែបដៅកូនរបស់ណែឯងទៅហើយកូនស្រីរបស់ណែឯងគួរតែត្រូវបានគេហៅថាត្រូវបានកុំប្រមាថអ្នកដទៃកុំប្រមាថអ្នកដទៃប៉ុន្តែអ្វីដែលវាបានកើតទៅហើយយើងសង្ឃឹមរងចាំថានៅប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីហើយចេញមកដើម្បីនឹងដោះស្រាយជាមួយកម្ពុជាព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយអ្នកណាអំណាចពិតប្រាកដគឺជាអ្នកណាតើជាតបឬជាបកនយោបាយឬក៏អ្នកនៅក្រៅបកនយោបាយឬក៏ជានាយករដ្ឋមន្ត្រីវាអត់ដឹងថាណាជាអ្នកមានអំណាចពិតប្រាកដវាលំបាកណាស់ហើយយើងក៏អាចយល់ដឹងបានថាគឺលុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងតែជនអ្នកនោះអាចនឹងមានសុខឆន្ទៈដោះស្រាយជាមួយនឹងកម្ពុជាមិនមើលទៅថៃជាសត្រូវនោះទេយើងគ្រាន់តែចាត់ទុកថាពួកជ្រុលនិយមមួយក្រុមដោយរយទៅដោយកងទ័ពខ្លះនិងអ្នកនយោបាយខ្លះតែប៉ុណ្ណោះយើងមិនប៉ះពាល់មិនថាអាវក្រហមមិនថាអាវលឿងមិនថាអាវសម្រាប់ពណ៌នោះទេយើងធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃយើងមិនរំពឹងថាគ្រប់ត្រួតបកនេះបកនោះយើងមិនដែលធ្វើកិច្ចការងារនោះទេត្រង់តែឯងពឹងពាក់ខ្ញុំយ៉ាងម៉េចសុំខ្ញុំពិគ្រោះយោបល់យ៉ាងម៉េចខ្ញុំមានធ្វើបើសិនជាអ្នកឯងចង់ឲ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែកខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃស្អែកអំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំហើយបានប្រាប់ខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងអាហ្នឹងខ្ញុំគ្រាន់តែជូនសារប៉ុណ្ណឹងទេឥឡូវបកមកបងប្អូនយើងនេះឥឡូវស្ថានភាពវាបែបនេះវាមិនមែនជាការងាយស្រួលទេហើយប្រគុណចំពោះបដិជគុណព្រះចៅអធិការដែលបានទទួលហើយមានការស្នាក់នៅទីនេះបូកទៅដោយការចូលរួមការកសាងនានាដើម្បីសុវត្ថិភាពរបស់បងប្អូនរឿងនេះគឺជារឿងដែលយើងលំបាកនឹងជៀសវាងក៏ប៉ុន្តែ
យើងចង់ជៀសវាងតែជៀសវាងវាមិនបានតែវាសំណាងល្អហើយដែលយើងមានកន្លែងស្នាក់នៅមានកន្លែងស្នាក់នៅតែវាមិនដូចផ្ទះយើងទេវាមិនដូចផ្ទះយើងទេខ្ញុំក្រុមតែ5ផ្ញើថាឥឡូវមានគ្រួសារខ្លះប្រពន្ធមកនេះយកកូនមកនេះប្តីនៅចាំផ្ទះសូមឲ្យប្រឹងប្រែងរៀបចំលេនដ្ឋាននៅតាមផ្ទះព្រោះពួកគេគឺអាចនៅធ្វើការវាយប្រហារយើងគ្រប់ពេលដូច្នេះក្រៅពីបងប្អូនដែលបានជំនះខ្លួនមកកាន់ទីនេះក្នុងឋានៈជាជនជាតិជនភាសាបងប្អូនក៏ត្រូវហើយដែលមានអ្នកនៅតាមផ្ទះសូមឲ្យពួកគេជីកលេនដ្ឋានឲ្យបានរឹងមាំដើម្បីការពារខ្លួនសុវត្ថិភាពខ្លួននិងក្រុមគ្រួសារខ្លួននៅពេលណាមួយយើងវិលត្រឡប់បែរជាមានរឿងកើតឡើងយើងក៏មានទីជម្រកសូមឲ្យគ្រប់ផ្ទះដែលនៅជិតតំបន់ព្រំដែនជីកលេនដ្ឋានហើយរឿងនេះអាជ្ញាធរខេត្តក៏ដូចជាស្រុកនិងមូលដ្ឋានឃុំភូមិយកចិត្តទុកដាក់ជួយគ្នាដើម្បីរៀបចំលេនដ្ឋានសម្រាប់សុវត្ថិភាពយើងធ្លាប់ដេកលេនដ្ឋានតាំងពីឆ្នាំ1970រហូតមកទល់ឆ្នាំ1998ធ្វើយើងបញ្ចប់សង្គ្រាមឥឡូវយើងបែរជានាំគ្នាទៅដេកលេនដ្ឋានឡើងវិញនៅក្នុងផ្នែកមួយនៃទឹកដីកម្ពុជាគឺព្រំដែនកម្ពុជាថៃដែលផ្ដើមចេញមិនមែនចេញពីយើងទេយើងគ្មានត្រូវការឈ្លានពានទឹកដីណាទេទឹកដីយើងបាត់បង់ច្រើនណាស់ទៅហើយអ្នកជិតខាងយើងមានជនជាតិខ្មែរនៅទីនោះដែលនិយាយភាសាខ្មែរយ៉ាងច្បាស់នេះជាផុសតាងបញ្ជាក់ថាទឹកដីខ្មែរកាលពីដើមធំទូលាយជនជាតិយើងគឺនៅច្រើនកន្លែងប៉ុន្តែយើងនៅសល់ទឹកដីប៉ុណ្ណេះយើងការពារទឹកដីតែប៉ុណ្ណឹងអត់ចង់បានទឹកដីណាទេហើយខ្ញុំអំពាវនាវសូមបងប្អូនជួនដូចជាតិដែលមកដល់កន្លែងនេះខិតខំរក្សាការពារអនាម័យហើយខិតខំធ្វើម៉េចការពារខ្លួនជាពិសេសស្ត្រីមានផ្ទៃពោះកុំភ្លេចថាពេលនេះម្នាក់ជីវិតពីរត្រង់នេះហើយដែលយើងត្រូវតែមានការទទួលខុសត្រូវហើយសូមអាជ្ញាធរខេត្តរៀបចំឲ្យបានច្បាស់លាស់អំពីបញ្ហាការទទួលខុសត្រូវនានាសម្រាប់សុវត្ថិភាពរាប់ទាំងបញ្ហាក្រុមគ្រូពេទ្យប្រចាំការអីជាដើមត្រូវតែមានឲ្យបានច្បាស់ជួនកាលជំងឺភ្លាមត្រូវដោះស្រាយភ្លាមតួអង្គក្រសួងសុខាភិបាលត្រូវមានចំណែកទទួលខុសត្រូវការក្បាតក្រហមក៏មានការទទួលខុសត្រូវផ្នែកពាក់ព័ន្ធនានាមានការទទួលខុសត្រូវយើងទទួលខុសត្រូវចំពោះបងប្អូនជួនរួមជាតិរបស់យើងខ្ញុំពិតជាមានការសោកស្ដាយដែលរឿងបែបនេះកើតឡើងខ្ញុំនិយាយតាមត្រង់ចំណន់ប្រយុទ្ធច័ន្ទអូចារយៈពេលជិត10ឆ្នាំអត់មានរឿងអីកើតឡើងដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងគឺដំណាក់កាលអតីតនាយករដ្ឋមន្ត្រីថៃច័ន្ទប្រយុទ្ធច័ន្ទអូចាទោះបីគាត់ចេញពីទាហានប៉ុន្តែគាត់បានដឹកនាំប្រទេសហើយគាត់ធ្វើសាមគ្គីភាពជាមួយប្រទេសជិតខាងទាំងអស់ឥឡូវនិយាយដោយត្រង់ប្រទេសថៃមានបញ្ហាគ្រប់ប្រទេសទាំងអស់ជាប់ជិតខាងព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេទេព្រំដែនជាមួយម៉ាឡេស៊ីក៏មានបញ្ហាឥឡូវម៉ាឡេស៊ីប្រុកធ្វើលបងដើម្បីទប់ស្កាត់គ្រឿងញៀនព្រំដែនជាមួយភូមាម៉ៃយ៉ាម៉ាព្រំដែនជាមួយឡាវសុទ្ធតែមានបញ្ហានៅសល់ព្រំដែនកម្ពុជាឥឡូវត្រូវបានបិទជាឯកតោភាគីហើយខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួលទំនាក់ទំនងនេះហើយយើងត្រៀមខ្លួននឹងធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀត
យើងមិនជឿជ័យចូលកិច្ចការផ្ទៃក្នុងថៃទេក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះក៏ត្រូវការមានមេដឹកនាំថ្មីដែរនេះមិនមែនជាខ្ញុំជឿជ័យទេហើយខ្ញុំដាក់បង្ហោះសារដោយសារតែខ្ញុំបង្ហោះសារសាកល្បងអំពីកូនខ្ញុំក្បាលតាពេកនេះវាជាឧបនាយករដ្ឋមន្ត្រីហើយជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហត្ថលេខរបស់វានៅទីហ៊ានឥឡូវគេពាក់ផ្កាយ3ផ្កាយ4វានៅពាក់សាក់5ទេប៉ុន្តែវាមិនព្រមពាក់ចឹងបានខ្ញុំបង្ហោះបងប្អូន3នាក់មួយធ្វើនាយករដ្ឋមន្ត្រីនោះគេពាក់អាវទីហ៊ានមួយទៀតគឺទីហ៊ានអាហ្នឹងទីហ៊ានខាងមេចារកម្មហ្នឹងមេវិជ្ជាការខកតបជើងគូហើយមួយទៀតគឺក្បាលតាពេកតែឯងនេះអញ្ចឹងខ្ញុំបង្ហោះសារលេងទៅថាពីរនេះមានសក់តែមានមួកពាក់ហើយមួយទៀតអត់សក់តែអត់មួកពាក់ទៀតណាស្រាប់តែវាចូលមកវាមកចូលសម្រាប់ជេរក្នុង Facebook របស់ខ្ញុំតែម្ដងអញ្ចឹងបានខ្ញុំនិយាយទៅវិញថាតាមការស្មានរបស់ខ្ញុំយ៉ាងប្រហែលជា3ខែកមុខនឹងមាននាយករដ្ឋមន្ត្រីថ្មីឥឡូវចាំមើលបើខ្ញុំទាយខុសអានឹងទុកចោលចោះចាត់ទុកតែខ្ញុំខុសប៉ុន្តែប្រហែលជាមិនខុសទេតុលាការធម្មនុញ្ញឬក៏ក្នុងសភារបស់ថៃគេមិនអនុញ្ញាតឲ្យមនុស្សបែបនេះដឹកនាំប្រទេសនេះហើយកងទ័ពក៏មិនដឹងថាតើនាយករដ្ឋមន្ត្រីមានអំណាចឬក៏កងទ័ពមានអំណាចយើងអត់ដឹងដល់ណាទេហើយយើងគោរពនៅការសម្រេចចិត្តរបស់ប្រជាជនថៃយើងអត់ជឿជ័យប៉ុន្តែគេហាក់ដូចជាជ្រុលពេកហើយសូម្បីតែ Facebook របស់ខ្ញុំប្រកាសហេតុខ្ញុំមកសួរសុខទុក្ខកងទ័ពមកថាខ្ញុំនឹងដកតំណែងអគ្គមជ្ឈការទ័ពហើយធ្វើអគ្គមជ្ឈការទ័ពដែរខ្លួនឯងដើម្បីវាយថៃគ្រប់គ្រងព័ត៌មានខ្លួនឯងអត់បានទេដោយខ្ញុំនិយាយចឹងខ្ញុំជាអ្នកតែងតាំងមេទ័ពខ្ញុំជាអ្នករៀបចំនិយាយតាមមកបានទៅណាក្នុងឋានៈជាប្រធានគណៈបកកណ្ដាលខ្ញុំមានសិទ្ធិនឹងរៀបចំជាមួយនឹងនាយករដ្ឋមន្ត្រីពេលមុនខ្ញុំធ្វើនាយករដ្ឋមន្ត្រីផងធ្វើជាប្រធានបកផងខ្ញុំធ្វើគ្រប់តែឥឡូវអំណាចតែងតាំងគឺស្ថិតនៅលើនាយករដ្ឋមន្ត្រីក៏ប៉ុន្តែត្រូវបានពិគ្រោះយោបល់ជាមួយនឹងប្រធានគណៈបកកណ្ដាលអ្នកណាចូលជាសមាជិកសភាអ្នកណាចូលជាសមាជិកព្រឹទ្ធសភាត្រូវប្រធានគណៈបកកណ្ដាលសូម្បីតែសំណើតែងតាំងនាយករដ្ឋមន្ត្រីគឺប្រធានគណៈបកកណ្ដាលខ្ញុំជាអ្នកស្នើតែងតាំងនាយករដ្ឋមន្ត្រីនេះរដ្ឋធម្មនុញ្ញតម្រូវបែបនោះអញ្ចឹងតើមានការចាំបាច់ឲ្យខ្ញុំធ្វើអគ្គមជ្ឈការកងទ័ពធ្វើអីហើយបើនិយាយពីផ្កាយវិញនេះផ្កាយឡើងខាងណាផ្កាយខាងណាផ្កាយនេះពីដើមព្រះមហាក្សត្រព្រះអង្គប្រទានតាំងពីឆ្នាំ2007ឥឡូវ2025 18ឆ្នាំរួចមកហើយឧត្តមសេនីយ៍ផុតលេខនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5រយៈពេល18ឆ្នាំហើយមិនមែនជាទាហានធម្មតាជាទាហានដែលឆ្លងកាត់សមរភូមិរបួស5ដងនិងចូលសមរភូមិ105លើកសូមអ្នកកុំភ័ន្តច្រឡំយុទ្ធសាស្ត្រយុទ្ធវិធីកងទ័ពតាំងពីកូនទាហានរហូតដល់ធ្វើជាមេដឹកនាំប្រទេសហើយធ្វើជាមេដឹកនាំប្រទេសដែលគេប្រសិទ្ធនាមថាជានាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោកខ្ញុំសូមបងប្អូនដោយការគោរពដោយការស្រឡាញ់ខ្ញុំពិតជាមានការឈឺចាប់នៅក្នុងចិត្តដោយសារឃើញបញ្ហាស្ថានភាពច្រំដែលនៃការឡើងយើងនឹងស្វះស្វែង
រកទំនាក់ទំនងជាមួយជិតខាងការវាយគ្នាវាមិនមែនជារឿងល្អទេជៀសបានជៀសទៅតែបើជៀសមិនបានយើងបង្ខំចិត្តត្រូវតែវាយហើយអញ្ចឹងសូមកុំចាំបាច់គម្រាមទៅនេះគម្រាមទៅនោះហើយស្អែកខ្ញុំនឹងនិយាយអាគម្រាមនឹងដែរគម្រាមផេះហើយអានោះខ្ញុំនឹង5ទៅវិញហើយខ្ញុំចាំមើលយប់នេះគឺឆ្លើយតបយ៉ាងម៉េចដើម្បីស្អែកខ្ញុំប្រមូលព័ត៌មានដាក់ទៅមកក្រាន់ហើយបន្ទាប់ពីនោះទៅខ្ញុំរងចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីតែម្ដងខ្ញុំគិតថាតើថាខ្ញុំត្រូវកុំអីណាកុំអីពីមុនរៀបចំផែនការចេះឥឡូវមើលដៃរបស់ខ្ញុំនៅប៉ងស្មងកន្លើយជាសំណាងល្អតែសារខ្ញុំពិនិត្យសុខភាពហើយពិនិត្យទៅដល់បេះដូងខ្ញុំនិយាយឲ្យចោះកុំឲ្យគេប៉ាន់ស្មានថាខ្ញុំចិត្តងាប់ហើយបើស្រែកលឺប្រឡងនេះអាហ្នឹងគេហៅថាសម្រែកនិយាយសរសៃសម្ដីសារកាមិនចឹងព្រោះឲ្យខ្ញុំនិយាយតិចមិនកើតណាគេតើលោកខ្លួនតែឡើងនិយាយឡើងលឺចូលមកនិយាយលឺអើយអូនអើយបងអើយអញ្ចឹងហើយខ្សឹបចឹងខ្ញុំអត់ចេះធ្វើដូចទេណាសម្ដីខ្ញុំវាតែប៉ុណ្្នឹងខ្ញុំត្រូវពិនិត្យណាដើម្បីរកឲ្យឃើញតើជំងឺវាមានអីខ្លះông cô lên học cái này thì ông luôn cho tôi là bằng bài xong mà học vào đây này thì từ xa đến bài khoáng cả bao nhiêu là đây người lên chưa âm sạc ra hạt sạc việc đấy là người sử dụng không nghe em để nó bao nhiêu cứ một câu là đấy thay cái này thì một miệng hoặc trong nơi kia nơi nào còn chi của nàng là tôi không một kỳ để trên ba buổi chiều và đặt chi địa phương tôi đủ thay thân cho phần đấy ở trong đây là vì khi đó là cái việc làm còn một bộ là của đôi chiều nơi sẽ ăn ra chúng ta nơi cái cả Cry Bungie, some Fuji, that copy your hope, it's back. Trong một ngày, người ta được chi phong cầu. Cả không chỉ được chi làm kim nét. Tại sao đi vô làm thấy? Ở tổ chí nghi là ấp trời, ấp đi, hai người bạn. Tình nhiên người ta tôi qua về đây như này. Tại cô đã cao, đã biết tôn,
Lui ni tất cả vì gì các tiên ngôn đặc biệt bên cạnh để bảo hộ mà tiêu bị chìm là con người người hiện ta mà là tư ngồi ngào mình kế tư như khi người ta sát sớm ta ở đây đây nhưng mà trong tôi riêng đi cái điều thân có không các tôi sự việc nước tôi là liên đại chuyên đi bằng một bằng tôi sẽ tầm la ra không tôi sẽ liên đi cho tôi luôn nhưng đi nếu mà vẫn tăng người ta là thì điều đi việc bao giấy là đi chùa bò là những quay to để ta vào đi những trạng tăng sâu kia mà thấy cho một nơi chỉ môi nâng sâu vô sản còn lại chỉ lúc họ đi cái thằng nghe này ăn phải chứ không mau chứ lúc thì môi tăng được nhưng mà hai cái tôi vừa ban người ta vào ra từ cái chuyên tin nào là gì nhưng mà khi mà lúc mình chỉ biết sát tay rồi nhưng mình chuyên đưa đi hoặc là tay đưa cho mình áo tay thời cái chuyên đưa đi này sự đồng thả nguy hiểm rồi tôi đi cho con ăn họ mở cửa lại cái ăn có cô là ta cần chia sẻ yang sama ini kalau melihat kata tak bisa dimaknai lalu kemudian kita tupu melakukan kita dia kami kita dia alami đầu xe thì xa xa nè theo phần to là đi chỉ đặc biệt hoặc tùy theo của các bạn đó là ai đi được không chỉ ai rồi đâu xe chạy không đấy không sai mà không cái không sai chết chưa gốc học không sai tới đi không tài tiên chui vào các bạn chui vào ngang bài hốt phương tiện họ cũng là địa bàn họ là không sai mình trên để chi sắp đặt ra khăn nào vui đi không sai con tô từ nước ta họ không bỏ đi bây giờ người cô ra là nên kita itu orang mereka ini ada di kita hal kemanfaatan waktu bersekat iman theo họ kun người ta sao thì vui nhưng tất cả và có còn làm là một mọi gì và có còn qua cũng phải gì và cô ơi chi là kỹ kia là có phải là vui một cái đến từ bước đó và khác đi có chi được có đủ bằng năng thôi có thể mua và bao nhiêu người ta còn ở cùng này theo người ta để chân thật dương mò đi dương mò tăng đi dương mò ta phía ở đây mặt mày là tất cả cây là làm gì dương bằng trong xoan tại dương một con chết cây tại xoan ở xoan lưới đi xoan ta đi ru bò nằm tay bò
sống hiện sản nghĩa là cái chúa mình tuyên họ sự thân tha nghe hiền nghe hiền không đừng có liên họ được đừng chốt đừng nơi tiêm cốc đã hàng mặt là mày ca quy người cô nặng liệt tất cái gọi như mà thôi là chế thì ai tới cái tâm thản nhớ tay ca tư ca không liệt rồi vậy mà mai mặt ngay cái này một cái sống bây giờ ông cô liệt là không là biết rất dài hạt chứ góp tuốt thôi cả cả đây thì đó có quân liên á nơi cái cầu con to mấy giờ khang một pin đây là nó đã quất cái bỏ đi nè ngày cầu thì vô nhà toa phi nguyên semua hukum không xong rồi được ra đường có chú nhân vô dương đẹp các tròi cả cái gì đây em đang ở trong thân của con là tất cả những cái này người kia mình chạy chạy chụp chú cô thì cô ở lúc nghe hiền rồi cô hiền đã không xong ăn chú tay nâng cái cây sốc cái cây vàng chỉ mỗi lần chốt kia là ngọt đó trong quên cả một việc xong rồi